Bạn ở bênนี้យើងរៀនអំពីការកំណត់លេខរៀងនិងតារាងអូតូមានន័យថាម៉េចកំណត់លេខរៀងនិងតារាងអូតូមានន័យថាឥឡូវខ្ញុំចូលទៅកន្លែងនេះមួយបាទកំណត់លេខរៀងនិងតារាងអូតូកន្លែងនេះខ្ញុំឈ្មោះខ្ញុំដាក់កបាទពេលយើង enter មកវា load លេខរៀងនិងឈ្មោះហើយមានតារាងស្រាប់បែបនេះអញ្ចឹងតើធ្វើបែបណាអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាចូលបាទចូលមកទី1គឺយើង select ពីលេខរៀងបាទ select លេខរៀងកាឡាយើងទាំងអស់ហ្នឹងមកយើងចំណត់យកត្រឹមប៉ុន្មានផ្សេងយកដល់ត្រឹម20បាទត្រឹម20នេះយើងយកពាក្យថាត្រឹម20យើងកំណត់យកពាក្យថា home ចូលពាក្យ home រួចយកពាក្យថានេះតាមចំណុចព្រួយនេះគឺ conditional formatting បាទចូលមកតោះមកយើងយកពាក្យ new rule ពាក្យ new rule ហើយយើងយកពាក្យ use a formula បាទ formula ចូលឡើងហ្នឹងមកតោះមកយើងចុចចូលនេះតែដោយសារវាបាំងតារាងទេបាទអត់អីទេបាទចូលឡើងនេះអញ្ចឹងខ្ញុំលុបដុល្លារចេញលុបដុល្លារបាទលុបដុល្លារបន្តមកចុចសញ្ញាតូចបាទអូខេដូរ function សញ្ញាតូចសញ្ញាធំទៅមកចុច comma ពីរដងចាស់តមកទៀតខ្ញុំយកពាក្យថា format បាទ format យកពាក្យ border តមកយកពាក្យ outline មានស្កាឡាអក្សរខាងតមកអូខេទី1អូខេទី2តមកលើខ្ញុំចូលមកកន្លែងឈ្មោះបាទខ្ញុំចុចកបាទលោតតារាងហើយខកបាទលោតតារាងក៏ប៉ុន្តែលេខរៀងយើងអត់មានទេអញ្ចឹងចង់បានលេខរៀងផងតារាងផងនិងនេះផងលើលុបវិញបាទលុបវិញចូលទៅកំណត់កន្លែងលេខរៀងមួយទៀតអញ្ចឹងកន្លែងលេខរៀងនេះយើងចុចចោលកន្លែងលេខរៀងមួយតមករកពាក្យfx បាទ fx នេះយើងដាក់សញ្ញាស្មើដូរ font ដាក់សញ្ញាស្មើឬក៏យកពាក្យរូបមន្ត f មុន a យើងបើកវងកញ្ចក់យើង select មួយនៅលើកន្លែងឈ្មោះបាទតមកយើងដាក់សញ្ញាស្មើយើងចុចចោលបាទចុចសញ្ញា comma ចោល comma b តមកយើងប្រើពាក្យ sequence បាទ sequence s e q u e n c a តមកយើងបើកវងចោប្រើរូបមន្ត count c o u t n បាននេះ counter បាទរូបមន្ត counter ចុចពីរដងមកវងចោយើង select លើតារាងឈ្មោះយើងកំណត់ត្រឹម20នាក់អមយើងកំណត់ត្រឹម20នាក់បាទកំណត់ត្រឹម20នាក់តោះមកយើងបិទវងចោ count មួយបិទវងចោ sequence មួយបិទវងចោ e មួយតោះមកយើង enter បាទឥឡូវយើងចាប់ដើមវាយឈ្មោះមកដល់ font កលេខរៀងឃើញចុចលេខរៀងចេញលេខរៀង1ខចេញលេខ2កចេញលេខ3បាទឃើញចេញតារាងមកស្រាប់តែម្ដងមិនហត់គូតារាងវាម្ដងទេតោះមកយើងកំណត់លេខរៀងឲ្យនៅចំកណ្ដាលបាទនៅចូលកន្លែងនេះអរគុណចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទអរគុណច្រើន